អាក្មេងឈួតបើបន្តបែបនេះទៀតក្នុងខុនលុនទាំងមូលខ្លាចจะត្រូវគេកំទេចចោលហើយវងលោកគ្រូបើផ្លើតសោះឯងបានមកដល់ភ្នំនេះ19ឆ្នាំហើយកម្លាំងទេពរបស់ឯងអស្ចារ្យការដាំដុះកាន់តែរីកចម្រើនយ៉ាងឆាប់រហ័សក្នុងមួយថ្ងៃរាប់ពាន់លីសពថ្ងៃយើងមិនមានអ្វីដែលត្រូវរាប់រកជាមួយពិភពលោកទេប៉ុន្តែ3ឆ្នាំមកនេះគុណសិនតែជាប់គាំងនៅកម្រិតចុងក្រោយមិនអាចឆ្លងផុតបានទេតើធ្វើយ៉ាងម៉េចដែរទៅលោកគ្រូនោះក៏ដោយសារតែស្ថានភាពចិត្តរបស់ឯងនៅខ្វះការបែកបាក់ចុងក្រោយមួយលើកទៀតសូមអរគុណហើយលោកគ្រូនៅជំហានចុងក្រោយនេះគ្រូមិនអាចបង្រៀនអ្វីដល់ឯងបានទេឯងត្រូវចុះពីលើភ្នំដោយខ្លួនឯងដើម្បីឆ្លងកាត់ស្នេហានិងសេចក្តីស្រឡាញ់ក្នុងលោកនេះកាលពីឆ្នាំនោះពេលឯងចូលមកគ្រូឃើញឆ្អឹងរបស់ឯងអស្ចារ្យក៏នាំឯងមកភ្នំនេះព្រោះខ្លាចឯងនឹកផ្ទះហើយមិនតាំងចិត្តហាត់រៀនដូច្នេះគ្រូបានប្រើល្បិចបន្តិចបន្តួចដើម្បីបិទបាំងការចងចាំរបស់ឯងឥឡូវនេះដល់ពេលដែលប្រគល់ជីវិតរបស់ឯងឲ្យឯងវិញហើយមិនមែនជាក្មេងកំព្រាខ្ញុំនៅមានផ្ទះមួយទៀតមែនទេប៉ាម៉ាក់ខ្ញុំត្រឡប់មកវិញហើយសំទោសខ្ញុំគ្មានចេតនានោះទេអញយ៉ាងម៉េចហ្នឹងអញជាក្មេងតំណាងមិនមែនទេខ្ញុំមិនមែននោះទេអូយកណ្ដាលថ្ងៃត្រង់ហ៊ានប៉ះពាល់មនុស្សស្រីគេនេះសបកក្រៅដូចមនុស្សតែចិត្តដូចឆ្កែហេតុអីចិត្តអាក្រក់ម្ល៉េះនៅក្មេងសោះមិនរៀនធ្វើអំពើល្អទេរឿងរបស់ខ្ញុំមិនដូចជាអ្នកទាំងអស់គ្នាគិតនោះទេខ្ញុំពិតជាគ្មានចេតនាពិតមែនសើអញមិនអីទេចាំមិនហើយអញមើលនេះគឺស្នាដៃអញអ្នកនាងស្ដាប់ខ្ញុំបញ្ជូលសិនមិនមែនកុំនិយាយច្រើនស្លាប់ទៅអ្នកនាងតែចែកចិត្តសិនទៅមិនដូចអ្វីដែលនាងគិតនោះទេនៅឲ្យស្គីមទៅអញមនុស្សរកចិត្តថ្ងៃនេះខ្ញុំត្រូវតែឲ្យគេមកចាប់អញបងស្រីនាងជាអ្នករត់មកបុកដៃខ្ញុំទេមិនមែនជាកំហុសរបស់ខ្ញុំឡើយអារកចិត្តស្លាប់ទៅហេណែបើអ្នកនាងបន្តបែបនេះខ្ញុំមិនតបវិញខ្ញុំប្រាប់ឲ្យឈប់ហេតុអីបានជាមិនស្ដាប់ខ្ញុំអញ្ចឹងអើខ្ញុំវិញមកហេនាងកាត់ឆ្នាំឆ្កែមែនទេហេជប់សិនហៅលេខ110មែនទេសូមមកទីនេះអត់មានគេលួងលំស្ត្រីសួងនេះអញខ្ញុំថាអ្នកនាងអើយស្ដាប់ខ្ញុំបញ្ជូលសិនទៅខ្ញុំពិតជាមិនមានចេតនានោះទេហើយអារកចិត្តអត់មានអ្វីនិយាយជាមួយអញទៅនិយាយជាមួយប៉ូលីសទៅថយបន្តិចមិញនេះអ្នកណាគេរាយការណ៍ដល់ប៉ូលីសខ្ញុំប៉ូលីសសូមចាប់អារកចិត្តនេះលឿនមកមានរឿងអីប៉ូលីសចាប់ឲ្យមនុស្សរកចិត្តនេះខ្ញុំលឿនឡើងមកការយល់ច្រឡំទេលោកប៉ូលីសនេះជាការយល់ច្រឡំទេអាយ៉ារឿងគឺបែបនេះការ៉េមមែនហើយបើមិនមែននាងគិតថាជាអ្វីអ្នកនាងតើអ្វីដែលគាត់និយាយជាការពិតទេខ្ញុំក៏មិនបានចាប់អារម្មណ៍ដែរខ្ញុំមិនបានកុហកនោះទេអញចាំមើលលោកប៉ូលីសនេះគឺជាការ៉េមពិតមែនបានហើយខ្ញុំមើលទៅវាក៏មិនមែនជារឿងធំដុំអីដែរខ្ញុំមើលទៅកំឡុងនេះក៏មិនដូចអ្វីដែលអ្នកនាងនិយាយដែរឯងសុំទោសនេះបានល្អហើយសងស្រាមជើរបស់នាងទៅរឿងនេះវារួចទៅហើយបានខ្ញុំសុំទោសអ្នកនាងស្រាមជើអ្នកនាងតម្លៃប៉ុន្មានទៅខ្ញុំនឹងសងនាងវិញមិនអីនោះទេ3300ប៉ុន្មាន8800ហ៎ភើយលោកគ្រូអាចខ្ញុំត្រឹមតែ1000ជាន់ទេហើយធ្វើយ៉ាងម៉េចទៅអញមិនជឿយ៉ាងម៉េចមិនសម្លាញ់ខ្ញុំជិតធានក្រុមហ៊ុនដៃខាងណាពាក់ស្រោមជើងសូត្រតម្លៃ8000យន់មានអីចំណែកទៅសម្លៀកបំពាក់នេះស្លៀកពាក់នេះក៏រាប់ម៉ឺនយន់ដែរពិតជា8880យន់មែនខ្ញុំទៅទិញអាហារការពីម្សិលមិញមកពីកាយប័ត្រទៅនៅក្នុងកាបូបនៅឡើយទេ
អ្នកកំឡោះអ្នកនិយាយពិតមែនមើលទៅ ហើយបានហើយខ្ញុំនឹងសងឲ្យនាងវិញតែខ្ញុំអត់មានលុយច្រើនដល់ថ្នាក់នឹងជាប់ខ្លួនទេចុះបែបនេះវិញខ្ញុំសរសេរសម្បត្តិកិច្ចសន្យានាងចាំខ្ញុំរកលុយបានខ្ញុំនឹងសងនាងវិញ អេសរសេរសម្បត្តិសន្យាជាពាក់សិនបានទេបើឯងរត់បាត់ខ្ញុំទៅរកឯងណា ខ្ញុំរត់ទៅណាទៅខ្ញុំក៏ជាមនុស្សក្នុងស្រុកនេះដែរលោកនេះខ្ញុំពិតជាមនុស្សក្នុងស្រុកនេះពិតមែន អ្នកនាងកំឡោះនេះពិតជានៅស្រុកនេះមែននាងឲ្យគេសរសេរសម្បត្តិជាពាក់ចាំថ្ងៃក្រោយគេមានលុយគេសងនាងវិញយ៉ាងម៉េចដែរ ក៏បានដែរអេប៉ុន្តែអត្តសញ្ញាណប័ណ្ណត្រូវតែដាក់បញ្ចាំនៅកន្លែងយើងដល់ពេលសងលុយរួចចាប់ប្រកល់គេវិញ អ្នកនាងបើយកអត្តសញ្ញាណប័ណ្ណរបស់គេរកការងារធ្វើយ៉ាងម៉េច បានហើយមកធ្វើការនៅក្រុមហ៊ុនដៃខាងយើងទៅធ្វើការបានពី3ខែសងលុយរួចអាចលុះយកអត្តសញ្ញាណប័ណ្ណវិញបានចង់ទៅឬនៅគឺអាស្រ័យលើអារម្មណ៍ឯងយ៉ាងម៉េចដែរ លោកគ្រូអាចខ្ញុំនៅត្រឹមលំនៅឋានមិនអាចពាក់ព័ន្ធនឹងកម្មលោកកៃនោះទេបើសិនជាប្រាក់លុយមិនសងខ្លាចតែវគ្គចុងក្រោយខ្ញុំមិនអាចឆ្លងផុតបានឡោធ្វើតាមអ្វីដែលពួកនេះនិយាយទៅសៀសួងយកអត្តសញ្ញាណប័ណ្ណឲ្យខ្ញុំនេះគឺជាអត្តសញ្ញាណប័ណ្ណលោកនៅនាមប័ណ្ណរបស់ខ្ញុំខាងលើមានអាស័យដ្ឋានក្រុមហ៊ុនស្អែកមកធ្វើការទៅ អយហើយរំសាយទៅ ក្មេងតំណឹងជប់គ្នានៅថ្ងៃស្អែក សួយម៉ែអាសួយហើយច្រើនឆ្នាំហើយការផ្លាស់ប្ដូរនៃស្រុកកំណត់ពិតជាធំធេងខ្ញុំក៏មិនដឹងថាប៉ាម៉ាក់ខ្ញុំจะមិនដែរគង់តែបានតាំងពីដល់លំនៅឋានរួចចាំទៅរកពួកគាត់យប់នេះស៊ូទ្រាំសិនទៅអាយ៉ាមនុស្សស្មានថាក្មេងស្រីពីរនាក់នោះមានក្រុមហ៊ុនធំដល់ថ្នាក់នឹងសោះ មកធ្វើនេះកៃ អូបងប្រុសសួស្ដីខ្ញុំមកធ្វើការ មកធ្វើការអូមេក្រុមមិនសមលោកស្រីនិយាយថាមានក្មេងតំណើងមកធ្វើការហើយគួរតែជាគេហើយអូអ្នកដែលមកថ្មីនោះចាក់ថៃបរិយនៅក្នុងថោចេញហើយលាងឲ្យស្អាត លោកជាមេក្រុមឯទេ មិនមែនទេគេមិនមែនជាមេក្រុមអីទេគឺជាមេក្រុមទាហានស៊ីឈ្នួលចាស់ដល់ល្បីបំផុតនៅបរទេសឯដឹងទេទាហានថ្មី មិនមែនទេដឹងខ្ញុំមិនអាចធ្វើទៀងស៊ីឈ្នួលទេ មិនដែលធ្វើក៏ត្រូវចេះច្បាប់ដែរយ៉ាងម៉េចឲ្យអ្នកដែលទៅមកថ្មីធ្វើការបន្តិចបន្តួច ដូចមិនសូវសមខ្ញុំមិនទៅទេ ញ៉ាប់ឡើងខ្ញុំនិយាយពីអត់ប្រយោជន៍ ហើយនេះខ្ញុំត្រូវស្ដាប់មកជាឯង ឯងនិយាយអីមិញ ខ្ញុំនិយាយថាហេតុអីខ្ញុំត្រូវស្ដាប់មកជាឯង ដោយសារកណ្ដាប់ដៃរបស់យើងនេះវាធំបានទេ មើលទៅនេះមិនសូវគិតគ្រាន់ទេ មិននេះទើបតែចូលក្នុងសង្គមហ៎ខ្ញុំប្រាប់ឯងណាមនុស្សដែលនិយាយម៉ាត់មិនមានលទ្ធផលដល់ពេលក្រោយទេឯងជឿរំជឿឥឡូវនេះខ្ញុំផ្ដល់ឯងមួយក ខ្សែភ្នែកសមេក្រុមបានឬក៏មិនបានចាំមើលអស់កម្លាំងហើយមែនទេ មិនអាចទេមិនអាចទេមេក្រុមអាចដណ្ដើមជើងឯងในការប្រកួតក្រុមទាហានស៊ីឈ្នួលឬមួយ មេក្រុមដួលហើយមែនទេគូតែឈឺណាស់ហើយមែនទេ ឯងហ៊ានបែកបកយើងនឹងឲ្យឯងស្លាប់ ឯងហ៊ានមើលងាយយើង ចាប់ផ្ដើម កើតអី មេក្រុមគឺអាក្មេងនេះទេដែលបង្កចំនួនបាញ់លោកមេក្រុមឆឹង ឯងជឿណាហើយតែបានច្បាយទេគឺពួកគេជាអ្នកចាប់ដើមមុនខ្ញុំគ្រាន់តែការពារខ្លួនទេមេក្រុមខ្ញុំចង់ជួបអ្នកដែលមានឈ្មោះថាភុងធានឆៅខ្ញុំមកធ្វើការនៅទីនេះស្គាល់គ្នាទៅផាំងធានឆុង មីក្រុមគូសំពីហើយយើងសុទ្ធតែជាមើលរំការងារទេសង្ឃឹមថាលោកនឹងជួយមើលថែខ្ញុំមិនរំការងារជួយគ្នាទៅវិញទៅមក
ធ្វើការទៅជួយរៀបចំចូលធ្វើការទៅណាឲ្យឆាប់ឡើងទៅហ៎ណែឈប់ការនេះណា ខ្ញុំបានឈ្មោះខ្ញុំ ណែបបហាងគាត់ជាលោកស្រីអគ្គនាយកនៃក្រុមហ៊ុនយើងគាត់ទៅមកថ្មីមិនស្គាល់បញ្ញាប់សុំទោសស្អីទេ ហេអ្នកណាក៏មិនអាចលើកលែងដែរយើងតាមបទបញ្ញត្តិក្រុមហ៊ុនមិត្តរួមការងារទាំងអស់គឺស្មើភាពគ្នាត្រូវតែគោរពគ្នា ផ្លេចទុកនៅលើតុការិយាល័យកាលពីម្សិលមិញលើក្រោយមិនមានទៀតទេ មិនបានទេ លោកប្រតិកុលភុងរងចាំខ្ញុំ Hello សេស៊ីសួស្ដីអញមកដល់ការិយាល័យហើយណែយកបានឈ្មោះនៅលើតុការិយាល័យចុះមកឲ្យខ្ញុំយ៉ាងម៉េចអ្នកយាមគ្នាមិនអាចចុះទេបញ្ញាប់ឡើងបានខ្ញុំចុះទៅភ្លាមគ្មានទំនឹងនេះខ្ញុំនឹងមិនដឹងគេចេញគេគ្រាន់តែគោរពតាមបទបញ្ញត្តិក្រុមហ៊ុនទេគ្រោះថ្នាក់តែម្នាក់ឯងហេតុអីមិនដឹងគេចេញខ្ញុំឃើញគេឡើងកំហឹងហេតុផលនេះគ្រប់គ្រាន់ទេខ្ញុំគិតថាគេក៏មិនអាក្រក់អីដែររូបរាងក៏សង្ហាឈរនៅមុខក្រុមហ៊ុនតបតែងមុខក្រុមហ៊ុនក៏ល្អណាស់ដែរតាអញមិនបានឃើញទេក្មេងស្រីទាំងនោះសិតតែព្រិចភ្នែកដាក់គេមើលពួកគេនោះទេអាកាសធាតុក្តៅយ៉ាងនេះធ្វើឲ្យខ្ញុំឈរនៅមុខទ្វារយូរយ៉ាងនឹងសម្ភារបំពាក់ក៏សាមអស់ហើយអញទៅយកឈុតកាពីម្សិលមិញឲ្យខ្ញុំបដូរវិញល្អ បងផាបងពិតជាមិនទុកមុខតកែទេបងមិនខ្លាចគេធ្វើបាបបងទេហ៎ ហើយយ៉ាងម៉េចបរិបទខ្លាំងនេះកើតមកនៅក្នុងលោកនេះមិនអាចធ្វើការធម្មតាបានទៅ អញចុះបើគេមិនដេញបងចេញវិញ មិនដឹងចេញ គឺជាតកែមិនពេញចិត្តបន្តិចក៏ដេញបងចេញបានដែរបងយំក៏គ្មានកន្លែងយំដែរ នៅត្រឹមលំនៅឋានមិនអាចពាក់ព័ន្ធនឹងការផលទេខ្ញុំត្រូវទៅសុំបំណុលឲ្យបានឆាប់បើត្រូវគេដេញចេញក៏មានបញ្ហាបន្តិចដែរ បងផាងបងមិនទៀបខ្លួនទទួលស្គាល់កំហុសទៅធ្វើការទៅអោះ ជួយខ្វល់ឲ្យខ្ញុំតិច ហើយអាចារ្យនាយកអូចំសំទុកខ្ញុំអត់បានឃើញអីទេ បាត់ទ្វារទៅចេញទៅហើយ ខ្ញុំ បាត់មុត មិននេះខ្ញុំពិតជាគ្មានចេតនាទេ បាត់មុតត្រូវបណ្ដឹងចេញហើយ បណ្ដឹងចេញទេបាទត្រូវបណ្ដឹងចេញ8000ជាន់សមិនរួចទេកម្មផលនៅតែបន្តផ្លូវស្នេហាលោកគេរបស់ខ្ញុំគឺមិនអាចចាប់តាមបានទេកុំអីលោកស្រីអគ្គនាយកអ្នកហើយដៃខ្ញុំចុកប្រាក់ខែតិចក៏បានដែរ មិនបាញ់និយាយទេមិនអាចជ្រើសរើសមនុស្សទំនើបដូចលោកមកធ្វើការទេ ជើងសុយខ្ញុំស្រឡាញ់នាង សេសុយហាក់ដូចជាកូនប្រុសច្បងតកូលចូលមកទៀតហើយ ជើងសុយខ្ញុំស្រឡាញ់នាងថ្ងៃនេះគឺជាថ្ងៃទី83ដែលខ្ញុំស្រឡាញ់នាងបេះដូងរបស់ខ្ញុំខ្លាំរបស់ខ្ញុំខ្លួនប្រាណទាំងមូលរបស់ខ្ញុំកោសិកាទាំងអស់កំពុងនិយាយថាខ្ញុំស្រឡាញ់នាងជើងសុយធ្វើជាបែបរបស់ខ្ញុំទៅបើលឺឲ្យឆ្លើយតបជាមួយម៉ាត់មកគេប្រងចាំនៅខាងក្រោម លោកស្រីអគ្គនាយកគឺជាអ្នកតាមស្រឡាញ់នាងការរៀបការក៏រៀបចំធំដែរ ហេតុអីក៏លោកមិនទាន់ទេបញ្ញាប់ទេឥឡូវនេះខ្ញុំគ្មានពេលនិយាយជាមួយលោកទេ ណែ សេសុយរបស់ពួកយើងគឺស្រីស្អាតបំផុតនៅទីក្រុងនេះពេលនេះអ្នកតាមឆ្លាញ់ក៏បញ្ញាមកដូចជាសត្វល្អិតអញគិតថាអ្នកណាក៏គិតដូចអញហ៎ អាចារ្យនាយកផ្ដល់ឱកាសខ្ញុំម្ដងទៅបែបនេះអាចារ្យនាយកបានមិនសឹកពឹមទេខ្ញុំជួយបណ្ដេញក្មេងនៅខាងក្រោមនោះឲ្យតែនាងក៏បណ្ដេញខ្ញុំអីបានទេហ៎ តែអញដឹងថាគេជាអ្នកណាទេនោះគឺកូនប្រុសច្បងតកូលចូលដែលជាគ្រូសាធំមួយក្នុងចំណោមត្រកូលធំទាំង4នៅទីក្រុងពេជាមួយនឹងកម្លាំងរបស់គេអាចកំទេចអញយ៉ាងងាយស្រួល អ្នកណាក៏ដោយអាចារ្យនាយកខ្ញុំចាត់ទុកថានេះជួបព្រមហើយណាខ្ញុំនឹងបណ្ដេញគេចេញឥឡូវនេះធានាថាគេមិនមករំខាននាងទៀតទេ ជើងសុយខ្ញុំដឹងមនុស្សដែលបានជួបខ្ញុំមានច្រើនណាស់នេះប្រហែលជាភ្លេចខ្ញុំហើយមនុស្សដែលឆ្លងកាត់ខ្ញុំមានច្រើនណាស់តែខ្ញុំឆ្លាញ់នាងតែម្ដងលោកប្រុសចូលពិតជាល្ងងណាស់នេះចិត្ត3ខែហើយភ្លៀងក៏មករាល់ថ្ងៃដូចជាត្រូវមុនអាគមអញ្ចឹងអគ្គនាយកដៃរបស់យើងគឺជាលេខ1នៅទីក្រុងពេឯងតបជើងតូចហើយឆ្លងកញ្ចក់មើលខ្លួនឯងទៅតើសមទេសៀវសុយបងគឺជាផ្កាយរបស់អូនសៀវសុយអេមិនមែនទេឯតាណា គឺបណ្ដេញមនុស្ស បណ្ដេញមនុស្សមិនមែនទេឯងដឹងថាគឺជានរណាទេ ខ្ញុំមិនធ្វើថាគឺជានរណាទេ នោះគឺជាកូនប្រុសច្បងតកូលជើជាអ្នកលេងស្រីដល់ល្បីនៅទីក្រុងពេដើររកផ្កានៅដើរលេងរាល់ថ្ងៃមនុស្សស្រីដែលគេធ្វើបាបរាប់មិនអស់ដោយសារតែអំណាចគ្រួសាររបស់គេគ្មាននរណាអាចធ្វើឲ្យគេបានទេឃើញអង្គរៈពីបញ្ញានៅក្បែរគេទេគឺសុទ្ធតែជាអ្នកខ្លាំងបាច់គុណសូម្បីតែមីក្រុមលីក៏មិនមែនជាដៃគូគេដែរបើឯងតែម្នាក់ឯងដូចជាតែរកក្តីស្លាប់ឯងអត់ខ្លាចស្លាប់ទេ ចាប់បង្ខំមនុស្សស្រីធ្វើអ្វីតាមចិត្តគឺជាមនុស្សអាក្រក់ហើយ ឯងនៅទៅទៀតណែជើងសុយដល់ឱកាសខ្ញុំម្ដងខ្ញុំ ណែ